រ៉ូស៊ីវាយប្រហារទីតាំងធម្មពលនិងដឹកជញ្ជូនរបស់អ៊ុយក្រែនដែលជាប់តាក់ទងនឹងយោធាស្វាគមន៍ប្រិយមិត្តជាទីមេត្រីយើងវិលមកជួបគ្នាសាជាថ្មីជាមួយនឹងអត្ថបទព័ត៌មានអន្តរជាតិប្រចាំថ្ងៃរ៉ូស៊ីបានវាយប្រហារទីតាំងធម្មពលនិងដឹកជញ្ជូនរបស់អ៊ុយក្រែនដែលជាប់តាក់ទងទៅនឹងយោធាទីក្រុងមូស្គូក្រសួងការពារជាតិរុស្ស៊ីបានឲ្យដឹងថាកងកម្លាំងរបស់ខ្លួនបានបើកការវាយប្រហារសម្របសម្រួលប្រឆាំងទៅនឹងហេដ្ឋារចនាសម្ព័ន្ធធម្មពលនិងដឹកជញ្ជូនដែលជាប់តាក់ទងទៅនឹងយោធារបស់អ៊ុយក្រែននេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិន Xinhuaនៅក្នុងសេចក្តីថ្លែងការណ៍មួយក្រសួងបានឲ្យដឹងថាអាកាសចរយុទ្ធសាស្ត្ររបស់រុស្ស៊ីយន្តហោះគ្មានមនុស្សបើកបានវាយប្រហារកងទ័ពមីស៊ីលនិងអង្គភាពកាំភ្លើងធំពីកងកម្លាំងប្រដាប់អាវុធរុស្ស៊ីបានវាយប្រហារគោលដៅនៅក្នុងតំបន់ចំនួន143ទាំងនោះរួមមានទីតាំងធម្មពលដែលគ្រប់គ្រងដល់ឧស្សាហកម្មយោធារបស់អ៊ុយក្រែនហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនដែលប្រើប្រាស់ដោយកងទ័ពអ៊ុយក្រែនក៏ដូចជាទីតាំងពង្រាយបណ្ដោះអាសន្ននៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែននិងទីហ៊ានស៊ីឈ្នួលបរទេសលើពីនេះក្រសួងការពារជាតិរុស្ស៊ីបានឲ្យដឹងថានៅក្នុងរយៈពេល24ម៉ោងកន្លងមកនេះកងកម្លាំងការពារដែនអាកាសរុស្ស៊ីបានបាញ់ទម្លាក់មីស៊ីល Neptune រយៈចម្ងាយឆ្ងាយចំនួន1គ្រាប់រ៉ុកែត HIMARS ផលិតនៅសហរដ្ឋអាមេរិកចំនួន7គ្រាប់និងយន្តហោះគ្មានមនុស្សបើកអ៊ុយក្រែនចំនួន247គ្រឿងបើយោងតាមក្រសួងយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនសរុបចំនួន15,801 គ្រឿងត្រូវបានបំផ្លាញចាប់តាំងពីការចាប់ផ្ដើមប្រតិបត្តិការយោធាពិសេសរបស់ខ្លួនបាទប្រិយមិត្តជាទីមេត្រីនេះគឺជាអត្ថបទព័ត៌មានទី1ដែលរុស្ស៊ីបានវាយប្រហារទីតាំងធម្មពលនិងដឹកជញ្ជូនរបស់អ៊ុយក្រែនដែលជាប់តាក់ទងទៅនឹងយោធាប្រិយមិត្តជាទីមេត្រីនៅពេលនេះយើងក៏លេចទៅមើលនៅហ្គាហ្សាវិញម្ដងប្រជាជនហ្គាហ្សាតស៊ូរស់នៅដោយគ្មានអគ្គិសនីខណៈដែលសង្គ្រាមបន្សល់ទុកបណ្ដាញអគ្គិសនីជាគំនរបាក់បែកទីក្រុងហ្គាហ្សានៅក្រោមព្រះអាទិត្យដ៏ក្តៅគគុកនៅជិតមន្ទីរពេទ្យ AI Saifa នៅក្នុងទីក្រុងហ្គាហ្សាអ្នកស្រី Zorok Abu Naji អាយុ22ឆ្នាំកំពុងតែបោកគក់សម្លៀកបំពាក់កូនរបស់ខ្លួនដោយដៃនៅខាងក្រៅតង់មួយម្រាមដៃរបស់អ្នកនាងឡើងក្រហមនិងហើមដោយសារតែការបោកខោអាវជាមួយនឹងការរស់នៅដោយគ្មានអគ្គិសនីអ្នកស្រីបានឲ្យដឹងថាយើងលែងអាចប្រើម៉ាស៊ីនបោកគក់បានទៀតហើយដោយសារតែការដាច់ចរន្តអគ្គិសនីរយៈពេលយូរដៃរបស់ខ្ញុំឈឺគ្រប់ពេលខ្លះខ្ញុំយំដោយសារការឈឺចាប់នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិន Xinhua សម្រាប់អ្នកស្រី Abu Naji និងកូន3នាក់របស់នាងអគ្គិសនីបានคล้ายទៅជាការចងចាំដ៏វែងឆ្ងាយអ្នកស្រីបានលើកឡើងថាអស់រយៈពេលជាង2ឆ្នាំមកហើយយើងមិនបានឃើញមានចរន្តអគ្គិសនីនៅក្នុងតំបន់របស់យើងនោះទេអ្វីគ្រប់យ៉ាងដែលយើងធ្វើឥឡូវនេះអាស្រ័យលើការខិតខំប្រឹងប្រែងខាងរាងកាយរបស់យើងកូនប្រុសច្បងរបស់នាងបានប្រគល់ក្រដាស់មួយសន្លឹកដែលមានស្លាក15ដល់នាងជាសញ្ញាសម្គាល់សម្រាប់យកទូរស័ព្ទដៃមកវិញបន្ទាប់ពីសាកថ្មវានៅស្ថានីយ៍ធម្មពលព្រះអាទិត្យអ្នកស្រីបានលើកឡើងថាប្រសិនបើយើងបាត់ក្រដាស់នេះយើងមិនអាចយកទូរស័ព្ទរបស់យើងមកវិញបាននោះទេដោយបន្ថែមថាទូរស័ព្ទនេះបម្រើជាឧបករណ៍ទំនាក់ទំនងដ៏សំខាន់និងជាប្រភពពន្លឺដ៏សំខាន់នៅពេលយប់ស្វាមីរបស់នាងបានដុតភ្លើងតូចមួយនៅខាងក្រៅនាងបានលើកឡើងថាមុនពេលចូលគេងគាត់ពន្លត់វាដើម្បីកុំឲ្យតង់ឆេះនៅក្នុងតង់យើងត្រូវពឹងផ្អែកលើពិលទូរស័ព្ទនៅទូទាំងតំបន់ហ្គាហ្សាតង់បណ្ដោះអាសន្ននៅតែងងឹតបន្ទាប់ពីថ្ងៃលិចបំភ្លឺដោយទៀនភ្លើងតូចឬពន្លឺស្រអាប់នៃអេក្រង់ទូរស័ព្ទ
អ៊ីស្រាអែលបានចាប់ផ្ដើមប្រតិបត្តិការយោធាទ្រង់ទ្រាយធំមួយនៅក្នុងតំបន់ហ្គាហ្សានៅថ្ងៃទី7 ខែតុលាឆ្នាំ2023បន្ទាប់ពីការវាយប្រហាររបស់ក្រុមហាម៉ាស់លើភាគខាងត្បូងនៃអ៊ីស្រាអែលបានសម្លាប់មនុស្សប្រហែលជា1200នាក់និងបានឃើញមនុស្សប្រហែលជា250នាក់ផ្សេងទៀតត្រូវបានចាប់ជាចំណាប់ខ្មាំងមិនយូរប៉ុន្មានអ៊ីស្រាអែលបានដាក់ការឡោមព័ទ្ធទាំងស្រុងលើតំបន់នោះដោយកាត់ផ្ដាច់ទឹកអគ្គិសនីនិងប្រេងឥន្ធនៈចាប់តាំងពីពេលនោះមកប្រជាជនភាគច្រើននៃតំបន់ហ្គាហ្សាចំនួន2លាននាក់រស់នៅដោយគ្មានអគ្គិសនីគឺរស់នៅមានអគ្គិសនីតិចតួចឬក៏គ្មានតែម្ដងបាទប្រិយមិត្តជាទីមេត្រីនេះគឺជាអត្ថបទព័ត៌មានដែលប្រជាជនហ្គាហ្សាត្រូវតែតស៊ូរស់នៅដោយគ្មានអគ្គិសនីខណៈដែលសង្គ្រាមរវាងអ៊ីស្រាអែលនិងហ្គាហ្សាបានបន្សល់ទុកនៅអគ្គិសនីជាគំនរបាក់បែកតែប៉ុណ្ណោះប្រិយមិត្តជាទីមេត្រីឥឡូវនេះយើងក៏លេចទៅមើលរលកយក្សស៊ូណាមីបានវាយប្រហារខេត្តមួយនៅជប៉ុនក្រោយរញ្ជួយដីដ៏ខ្លាំងក្លារលកយក្សស៊ូណាមីមានកម្ពស់រហូតដល់20សង់ទីម៉ែត្របានវាយប្រហារឆ្នេរសមុទ្រប៉ាស៊ីហ្វិកនៃខេត្ត Iwate នៅភាគឦសាននៃប្រទេសជប៉ុននៅវេលាម៉ោង 6:25 នាទីថ្ងៃអាទិត្យបន្ទាប់ពីមានការរញ្ជួយដីដ៏ខ្លាំងក្លាដែលមានទំហំប៉ាន់ស្មាន 6.9 Richter នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Nippon នៅថ្ងៃទី10 ខែវិច្ឆិកាឆ្នាំ2025តាមទីភ្នាក់ងារឧតុនិយមជប៉ុនបានបញ្ជាក់ថាការរញ្ជួយដីដ៏ខ្លាំងក្លានេះបានកើតឡើងនៅជម្រៅ16 គីឡូម៉ែត្រពីឆ្នេរសមុទ្រ Iwate នៅម៉ោងប្រហែលជា 5:00 នាទីល្ងាចដែលជំរុញឲ្យទីភ្នាក់ងារឧតុនិយមចេញសេចក្តីជូនដំណឹងអំពីរលកយក្សស៊ូណាមីនៅវេលាម៉ោងប្រហែលជា 5:12 នាទីល្ងាចព្រមទាំងជំរុញឲ្យមានការជម្លៀសប្រជាជនចេញនៅក្នុងក្រុងចំនួនរលកយក្សស៊ូណាមីដែលមានកម្ពស់20សង់ទីម៉ែត្រនេះត្រូវបានគេសង្កេតឃើញនៅតំបន់កំពង់ផែអូហ្វាណាតូនៅក្នុងខេត្ត Iwate នៅវេលាម៉ោង 6:25 នាទីល្ងាចខណៈដែលរលកយក្សស៊ូណាមីកម្ពស់20សង់ទីម៉ែត្រមួយផ្សេងទៀតឃើញនៅកំពង់ផែ Kuchi នៅក្នុង Iwate នៅវេលាម៉ោង 5:52 នាទីល្ងាចនៅថ្ងៃដដែលបើយោងតាមក្រុមហ៊ុន S Japan Railway ឬក៏ GRX បានរញ្ជួយដីនេះបានបណ្ដាលឲ្យមានការដាច់ចរន្តអគ្គិសនីជាបណ្ដោះអាសន្ននៅលើខ្សែរថភ្លើងល្បឿនលឿន Takahoku របស់ខ្លួនដោយសេវាកម្មត្រូវបានផ្អាករវាងស្ថានីយ៍ Zendai នៅក្នុង Miyagi និងស្ថានីយ៍ Shin Amori នៅក្នុងខេត្ត Amori ភាគខាងជើងនៃ Iwate លើសពីនេះក៏មានការពន្យារពេលលើខ្សែរថភ្លើង Akita និង Hokkaido Shinkansen ផងដែរបាទប្រិយមិត្តជាទីមេត្រីនេះគឺនៅប្រទេសជប៉ុនបាទគឺទទួលរងនៅឥទ្ធិពលរបស់រលកយក្សស៊ូណាមីបាទនៅប្រទេសជប៉ុនដែលក្រោយពីមានការរញ្ជួយដីដ៏ខ្លាំងបាទហើយការរញ្ជួយដីនេះគឺមានរហូតដល់ 6.9 Richter ឯណោះអរគុណប្រិយមិត្តដែលបានតាមដានស្ដាប់និងទស្សនារាល់ទាំងព័ត៌មានជាតិព័ត៌មានអន្តរជាតិនិងព្រឹត្តិការណ៍សំខាន់ៗប្រចាំថ្ងៃសូមលោកអ្នកចុច Subscribe និងសញ្ញារូបកណ្ដឹងដើម្បីទទួលបាននៅអត្ថបទព័ត៌មានថ្មីៗមុនគេនៅក្នុងដៃរបស់លោកអ្នកសូមអរគុណ